សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្ត Sun and Wind. Sun and Wind were talking. Wind said, "I'm stronger than you." Sun said, "I'm pretty strong." Wind said, "Let's play a game." "How?" Sun said. "See that man," Wind said. "I'll make him take his coat off." So Wind blew hard. But the man held his coat around him. "My turn," said Sun, smiling. Soon the man got very hot. Then he took his coat off. "I win," said Sunday, "and I made the man happy." មេរៀនទី7ព្រះអាទិត្យនិងខ្យល់ព្រះអាទិត្យនិងខ្យល់កំពុងនិយាយគ្នាខ្យល់បាននិយាយថាខ្ញុំខ្លាំងជាងអ្នកព្រះអាទិត្យនិយាយតបវិញខ្ញុំក៏ខ្លាំងដែរខ្យល់បាននិយាយតោះយើងភ្នាល់គ្នាទៅព្រះអាទិត្យបានសួរភ្នាល់គ្នាដូចម្ដេចខ្យល់បាននិយាយចូលអ្នកមើលបរោះនោះទៅខ្ញុំនឹងធ្វើឲ្យគាត់ដោះអាវក្រៅចេញខ្យល់បានធ្វើឲ្យខ្យល់បក់យ៉ាងខ្លាំងប៉ុន្តែបរោះនោះបានអោបអាវក្រៅរបស់គាត់ឲ្យជាប់នឹងខ្លួនទៅវិញព្រះអាទិត្យបាននិយាយដោយញញឹមថាដល់វេនខ្ញុំហើយបន្តិចក្រោយមកព្រះអាទិត្យបានបញ្ចេញកម្ដៅឲ្យក្ដៅជាងមុនហើយបរោះនោះមានអារម្មណ៍ថាក្ដៅខ្លាំងគាត់ក៏បានដោះអាវក្រៅចេញទៅព្រះអាទិត្យបាននិយាយខ្ញុំជាអ្នកឈ្នះហើយខ្ញុំបានធ្វើឲ្យបរោះនោះសប្បាយចិត្តផងដែរ How well did you understand? Read each question. Right or B. 1. What is this story about? A man who went out on a windy day. B. A game that Sun and Wind were playing. 2. What were Sun and Wind trying to find out? A. Who was stronger? B. Who was hotter? 3. What did Sun and Wind each try to do? A. Make the man very happy. B. Make the man take off his coat. For what did Sun do that Wind could not do? A. Made the day very sunny. B. Made the day very cold. 5. What part of this story could not really happen? A. The sun couldn't make the man hot. B. The sun and the wind couldn't talk. បន្ទាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសអក្សរកឬខ 1. សាច់រឿងនេះស្ដីអំពីអ្វីកបរោះដែលចេញទៅខាងក្រៅក្នុងថ្ងៃខ្យល់បក់ខ្លាំងខការភ្នាល់គ្នានៃព្រះអាទិត្យនិងខ្យល់លេខ 2 តើព្រះអាទិត្យនិងខ្យល់កំពុងព្យាយាមស្វែងរកអ្វីកអ្នកណាខ្លាំងជាងខអ្នកណាក្តៅជាងលេខ 3 តើព្រះអាទិត្យនិងខ្យល់បានព្យាយាមធ្វើអ្វីខ្លះកធ្វើឲ្យបរោះនោះរីករាយយ៉ាងខ្លាំងខធ្វើឲ្យបរោះនោះដោះអាវក្រៅចេញលេខ 4 តើព្រះអាទិត្យបានធ្វើអ្វីដែលខ្យល់មិនអាចធ្វើបានកធ្វើឲ្យថ្ងៃមានពន្លឺខធ្វើឲ្យថ្ងៃត្រជាក់ខ្លាំងលេខ 5 តើផ្នែកណានៃរឿងនេះដែលមិនអាចកើតឡើងបានជាក់ស្ដែងកព្រះអាទិត្យមិនអាចធ្វើឲ្យបរោះនោះក្តៅបានខព្រះអាទិត្យនិងខ្យល់មិនអាចនិយាយគ្នាបាន
សូមអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់បើចង់រៀនបន្ថែមទៀតទី1សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2តាម Zoom ដែលមានលេខ 5627738202 3សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ